ព្រះមេដាថ្ងៃក្រោយទ្រង់ថ្វាយបង្គំព្រះនឹងសូត្រធម៌រឿងនៅខាងក្រៅទ្រង់មិនបាច់សួរទៀតទេបុត្រក៏ឃុំខ្លួននៅក្នុងវិហារដែរទុកជាការបកស្រាយដល់មនុស្សក្រោមមេឃព្រះមេដាទ្រង់មិនបាច់បារម្ភទេស្ដេចរបស់នគរជីងបែរជាត្រូវកូនស្រីត្រកូលទីបង្ខំដល់ចំណុចនេះហ៎មិនមែនជាការបង្ខំទេបើមិនធ្វើបែបនេះបុត្រមិនអាចគ្រប់គ្រងចិត្តប្រជារាស្ត្របានកាន់តែមិនអាចបកស្រាយដល់មនុស្សក្រោមមេឃបានមេដាធ្វើគ្រប់យ៉ាងនេះដោយសារព្រះអង្គក្រែងព្រះអង្គជាបន្លាក្នុងចិត្តត្រកូលទីហ៎10 ឆ្នាំមកនេះព្រះអង្គអង្គុយជាប់លើរាជបល្ល័ង្កតើដោយសារអ្វីក្រែងដោយសារព្រះមេដាធ្វើគ្រប់យ៉ាងមែនទេព្រះអង្គក្រោមមេឃនេះជារបស់ត្រកូលហានពួកយើងនៅក្បែរខ្លួនមិននឹងអាចទុកឲ្យកងទ័ពត្រកូលទី 80000 នាក់នៅរស់បានទៅព្រះអង្គនឹងទីយ៉ុងនិនមានមិត្តភាពព្រះមេដាដឹងថាព្រះអង្គមិនដាច់ប្រតិសម្រាប់គេដូច្នេះព្រះមេដាជួយដល់ព្រះអង្គហើយព្រះមេដាយើងដឹងថាទ្រង់មានបំណងល្អប៉ុន្តែបំណងល្អទ្រង់បែរជាបង្ករឿងធំហើយព្រះមេដាព្រះមេដាគឺព្រួយបារម្ភព្រួយបារម្ភព្រះមេដាជាច្រើនឆ្នាំមកនេះយើងអង្គុយលើរាជបល្ល័ង្កទាំងមិនមានក្តីសុខប៉ុន្តែទោះជាបែបនេះរាជបល្ល័ង្កនៅតែជារបស់បុត្រាព្រះមេដាព្រះមេដាតើទ្រង់គិតថាបុត្រមិនអាចដោះស្រាយជាមួយនឹងទីយ៉ុងនិននិងកងទ័ពត្រកូលទី 80000 នាក់បានទេឬក៏ទ្រង់ដូចជាព្រះបិតាគិតថាបុត្រាមួយអង្គនេះអន់ជាងទីយ៉ុងនិនទេមិនមែនបែបនេះមេដាមិនធ្លាប់គិតបែបនេះទេព្រះមេដារឿងនេះទ្រង់មិនបាច់ខ្វល់ទៀតទេយើងដោះស្រាយដោយខ្លួនឯង
ជាការអានេះនៅទីនេះសូមទោសទ្រង់សូមទ្រង់ថែព្រះសុខភាពអានេះអកតញ្ញូដំណាស់សម្ដេចជីងអានកាន់តែស្ងប់ស្ងាត់ជាងកាលពីមុន វាកែប្រែតែគ្រប់គ្រងមិនទាន់ហើយ ត្រកូលទីទទួលបានយុត្តិធម៌ហើយថ្ងៃស្អែកខ្ញុំទៅស្នើសុំព្រះអង្គផ្លាស់ទីកន្លែងដាក់គុកជួសជុលទីនេះជាថ្មី ជាទៀតបបបរៈរៀបបណ្ដាតាំងតាំងរៀនជាអ្នកម្នាក់នេះទៅទៀតតំណែងនេះទុកសម្រាប់តែអ្នកម្នាក់ទៀតអត់ស្ដាប់ទេតំណែងអ្នកម្នាក់អត់មិនចេះเป็นសុខខ្ញុំមិនចាំទេថាព្រមឬអត់ពេលនេះទុកតំណែងអ្នកម្នាក់អត់ខ្ញុំមិនចេះเป็นសុខខ្ញុំមិនចាំទេថាព្រមឬអត់ធ្វើយ៉ាងម៉េចទៅចាំណាប្រយ៉ាងត្រឡប់ទៅមិនបានទេព្រះមហាក្សត្រយ៉ាងនេះសូមវល់នាងកុំដណ្ដើមតំណែងរាជទាយាទរបស់ចុងយាមនិងកុំដណ្ដើមហានជឺអាននាងក៏ច្រើនពេកហើយមកផឹកតែសិនទៅខ្ញុំយល់ព្រមយកទ្រព្យសម្បត្តិត្រកូលសុនមកប៉ះប៉ៅការខាត់បងរបស់ត្រកូលទីឲ្យតែនាងព្រមចាក់ចេញពីទីនេះរាជបល្ល័ង្កក្រមមេឃនិយាយចំពោះខ្ញុំមិនខុសអីពីទឹកតែមួយពេលនេះទេមិនអញ្ចឹងខ្ញុំក៏មិនប្រគល់ទឹកដីពាក់កណ្ដាលទៅឲ្យគេដែរខ្ញុំចង់បានគឺក្រមមេឃមានសន្តិភាពមិនយូរទេខ្ញុំនឹងចាក់ចេញពីរាជធានីត្រឡប់ទៅភូមិខាងត្បូងវិញទោះជារាជទាយាទឬហាន់ជឺអាននាងអាចទុកចិត្តបាននាងលេបសម្ដីហើយពេលទ្រង់សោយទីវង្គន់មិនមែនយើងក៏មិនមែនព្រះអង្គកំដរទ្រង់ដែរគឺជានាងមនុស្សក្រៅមេឃកោតសរសើរមានចិត្តសប្បុរសមិនអាចប្រៀបបាន
ប៉ុន្តែអ្នកណាដឹងថាព្រះមហេសីដូចយើងនេះតើរស់នៅប្រហែលឆ្នាំនេះដោយត្រូវទុកចោលដោយបែបណាទីសន្ធានមានរឿងខ្លះពួកយើងគួរតែនិយាយគ្នាឲ្យបានច្បាស់លាស់បដូរខោអាវឲ្យយើងព្រះមេមានរឿងខ្លះចាំបាច់ត្រូវសួរឲ្យច្បាស់មិនចឹងខ្ញុំស្លាប់ក៏មិនស្ងប់ចិត្តដែរខ្ញុំជាព្រះមហាក្សត្រយ៉ាងនេះដ៏ខ្ពង់ខ្ពស់នៃនគរជីងសូមអបអរអ្នកម្នាងដោះស្រាយបញ្ហាទទួលបានយុត្តិធម៌មែនហើយទីបំផុតពេលនេះអាចដោះស្រាយបញ្ហាបានហើយអ្នកនាងសងសឹកគំនុំហើយហេតុអីអ្នកនាងមើលទៅមិនសប្បាយចិត្តសងសឹកគំនុំហើយបញ្ចប់រឿងក្នុងចិត្តតែខ្ញុំបាច់ជាមិនដឹងគួរទៅទីណា10ឆ្នាំមុននេះខ្ញុំត្រូវផ្លាស់ប្ដូរដោយសារតែការសងសឹកអ្នកនាងហេតុអីមិនត្រូវម្ចាស់ត្រកូលលើកមុនអ្នកនាងធ្លាក់ពីលើភ្នំហងយានម្ចាស់ត្រកូលបង្ហាញខ្លួនទៅរកអ្នកនាងលោកយាយរស់នៅលាក់ខ្លួនច្រើនឆ្នាំហើយខ្ញុំមិនដឹងទេថាលោកយាយនៅរស់ប្រហែលជាគាត់មានគំនិតជារបស់ខ្លួនឯងមិនគួរទៅរំខានគាត់ទេផ្លូវនេះពិបាកណាស់ប៉ុន្តែរឿងកន្លងផុតកុំគិតទៀតថ្ងៃក្រោយនាងធ្វើអ្វីក៏ដោយខ្ញុំកំដរនាងពួកយើងក៏ដូចគ្នាដែរមកយប់នេះមិនស្វឹងមិនទៅផ្ទះមិនស្វឹងមិនទៅផ្ទះមិនស្វឹងមិនទៅផ្ទះសុនអីជីងខ្ញុំជាមនុស្សបែងចែកល្អនិងអាក្រក់មានគំនុំត្រូវតែសងសឹកដៃនាងប្រឡាក់ឈាមស្រស់មនុស្សត្រកូលទីរបស់ខ្ញុំបើនាងដើរទៅមុខមួយជំហានទៀតខ្ញុំនឹងសម្រាប់នាងនៅទីនេះកាលនោះមានរឿងកើតឡើងនាងរស់នៅលាក់ខ្លួនមិនលូកដៃរឿងក្រមមេឃមនុស្សក្រមមេឃគិតថានាងស្លាប់ហើយពេលនេះមានតែឆ្អឹងសនាងទើបតែមករកខ្ញុំគិតបញ្ជីតើមិនគិតថាយឺតពេលទេហ៎កាលនោះខ្ញុំសន្យាចំពោះហានជើងអានហើយយល់ព្រមនឹងគេមិនឈានជើងចូលក្នុងរាជធានីបើខ្ញុំសន្យានឹងគេហើយខ្ញុំត្រូវរក្សាពាក្យសន្យារក្សាពាក្យសន្យាហ៎តើទីសន្ធានក៏ស័ក្តិសមនឹងពាក្យសន្យាដែរហ៎តើនាងធ្លាប់រក្សាពាក្យសន្យាទេកាលនោះនាងសន្យានឹងខ្ញុំនាងនឹងចាក់ចេញពីអតីតស្ដេចប៉ុន្តែចុងក្រោយនាងនៅតែនៅជាមួយគេដំណាក់ជីងលុនជាកន្លែងនាងកំដរគេពិភាក្សារាជកិច្ចដំណាក់សៀវភៅជាកន្លែងនាងកំដរគេអនុម័តរាជកិច្ចដល់ចុងក្រោយអ្នកទាំងពីរឬចូលទៅស្នាក់នៅក្នុងផ្ទះមីហងនិងនាំកូនប្រុសខ្ញុំទៅទៀតនគរជីងទាំងមូលខ្ញុំមានកន្លែងតែមួយគុណគឺដំណាក់ជីងស៊ីងដែលគេធ្លាប់ទៅតើនេះជាពាក្យសន្យានាងមែនទេព្រោះតែបែបនេះនាងចង់បំផ្លាញត្រកូលទីសម្រាប់ប្រជារាស្ត្រនគរជីង 80000 នាក់ចុងក្រោយឲ្យត្រកូលទាំងពីរមានគំនុំសងសឹកនាងធ្វើបែបនេះតើធ្លាប់គិតពីហានជើអានទេមិនថាខ្ញុំមិនធ្លាប់គិតពីគេខ្ញុំចំណាយមួយជីវិតដើម្បីគេចុះគេវិញតើគេធ្លាប់ធ្វើអីឲ្យខ្ញុំទេហានជើអានដើម្បីម្ដាយកូនពួកនាងលះបង់ជីវិតគេបន្សល់ទុកនគរជីងមានសន្តិភាពមួយនេះឲ្យនាងឆ្នាំទី2បន្ទាប់ពីកសាងនគរជីងហានជើអានគឺរស់មិនបានយូរទេពេលនោះខ្ញុំត្រៀមខ្លួនទៅភៀកខាងត្បូងហើយមុនពេលចាក់ចេញខ្ញុំទៅនិយាយលាគេបែរជាមើលឃើញគេដួលសន្លប់នៅដំណាក់សៀវភៅពេលនោះខ្ញុំបានដឹងថាជីវិតគេ
គឺអាចរស់នៅបាន3ខែប៉ុណ្ណោះឆ្នាំដំបូងកសាងនគរជីងបៃឈីងចៅតុងឈៀនឆ្លៀនពៀនគេមិនអាចស្លាប់បានទេខ្ញុំមានតែនៅបន្តទៀតចំណាយកម្លាំងនិងព្យាយាមអស់ពីសមត្ថភាពថែទាំសរសៃឈាមបេះដូងគេឲ្យគេនៅរស់បាន3ឆ្នាំទៀត មិនអាចទេនាងនិយាយកុហក រឿងនេះខ្ញុំមិនចាំបាច់កុហកនាងទេ ហេតុអីគេមិនធ្លាប់និយាយប្រាប់ខ្ញុំជាប្រពន្ធគេហេតុអីគេមិននិយាយប្រាប់ខ្ញុំ បើសំបីនាងក៏កុហកមិនបានដែរតើធ្វើយ៉ាងម៉េចអាចកុហកមនុស្សគ្រប់គ្នាកុហកឃាតករបានទៅ ទីសន្ធានហានជាអានតើអ្នកទាំងពីរចាត់ទុកខ្ញុំជាមនុស្សល្ងងមែនទេ មិននិយាយប្រាប់នាងគឺដោយសារ រឿងនេះតាំងពីដើមដល់ចប់គ្មានការចាំបាច់ត្រូវលាក់បាំងខ្ញុំទេព្រោះខ្ញុំជាប្រពន្ធគេនាងធ្លាប់ប្រាប់ឲ្យតើវាយ៉ាងម៉េចខ្ញុំរៀបរៀងនាងជួយគេឬយករឿងនេះប្រកាសប្រាប់មនុស្សគ្រប់គ្នាធ្វើឲ្យនគរជីងវឹកវរអ្នកទាំងពីរជាមនុស្សដែលខ្ពង់ខ្ពស់ទើបគិតថាអ្នកដទៃគេល្ងងខ្លៅយ៉ាងនេះនាងនិយាយរហូតថានាងនឹងហាមជឿអាននៅតែការពារគ្នាជាមិត្តល្អយល់ចិត្តប៉ុន្តែពាក្យទាំងនេះតើក្រៅមេឃនេះអ្នកណាអាចជឿជាក់បានទៅ តាមចិត្តអ្នកដតីគិតចុះខ្ញុំមិនបានធ្វើខុសចំពោះខ្លួនឯងទេ ទឹកមុខអាត្មានិយមរបស់នាងធ្វើឲ្យខ្ញុំខ្ពើមរអើមខ្ញុំមិនចង់មានអីពាក់ព័ន្ធជាមួយនាងនឹងហានជឿអានទៀតទេពេលនេះនាងនៅតែមានសម្រស់ស្អាតប្រហែលជាជាតិក្រោយនៅតែបន្តនិស័យមួយនេះទៀតអ្នកដទៃខុសពីនាងមិនខ្វល់ពីចៅប្រុសចៅស្រីខ្លួនឯងខ្ញុំបន្លំរាជបញ្ជាសម្រាប់កងទ័ព 80000 នាក់បំណុលនេះទុកឲ្យខ្ញុំទទួលដោយខ្លួនឯងចុះត្បិតតែធ្វើបែបនេះប៉ុន្តែខ្ញុំមិនស្ដាយក្រោយទេ រឿងដល់ពេលនេះនាងនៅតែ នាងឆ្លាតយ៉ាងនេះមិននៅតែមិនយល់ទៀតនៅក្បែរមនុស្សជាទីស្រឡាញ់មិននឹងអាចឲ្យអ្នកដទៃមកជំនួសកន្លែងខ្លួនឯងបាន ប្រសិនខ្ញុំចង់បានតំណែងមួយនោះតើខ្ញុំចាំបាច់ប្រកួតទឹកដីពាក់កណ្ដាលឲ្យគេធ្វើអីទៅស៊ុនអ៊ីជីងតើនាងដល់ពេលនេះនៅតែមិនយល់ពីហេតុផលនេះទៀតទេ នាងមានមោទនភាពមួយជីវិតមានប្រាជ្ញានិងក្លាហានគួរតែដឹងថាត្រកូលទីមានឥទ្ធិពលខ្លាំងណាស់គង់មានថ្ងៃមួយនគរនឹងត្រូវបែកបាក់នេះមិនមែននាងអាចសម្រេចចិត្តតែម្នាក់ឯងបានទេដើម្បីកូនប្រុសខ្ញុំដើម្បីនគរជីងទាំងមូលដើម្បីសន្តិភាពក្រៅមេឃខ្ញុំស្លាប់មិនស្ដាយក្រោយ រាជយានដល់ពេលសម្រាប់ហើយរាជយានមានរឿងខ្លះមិនមែនត្រង់អាចគ្រប់គ្រងបានទេអ្នកនាងយិនណា ពេលនេះនាងគឺទីជាយាន មែនហើយអ្នកនាងទីក៏ដូចគ្នាដែរទោះយ៉ាងណាជាមិត្តតាំងពីក្មេងមិននឹងជ្រើសរើសថ្ងៃនេះ ដើមឡើយគឺត្រកូលយានជំពាក់ត្រកូលទីទោះជានាងចង់ធ្វើអីមិនបាច់គិតពីអារម្មណ៍ខ្ញុំទេនិយាយរួមទៅបន្តពីថ្ងៃនេះពួកយើងមិនជំពាក់គ្នាទៀតទេប៉ុន្តែមិត្តភាពកាលពីមុនក៏ត្រូវបញ្ចប់ត្រឹមនេះដែរ
តែវិនស៊ូរឿងថ្ងៃនេះអត់ពាក់ព័ន្ធនឹងឯងទេឬតែមិនពាក់ព័ន្ធមិត្តភាពរវាងឯងនិងនាងទៀតបើឯងមានអារម្មណ៍ជិតស្និទ្ធនឹងនាងហើយនាងក៏ចាត់ទុកឯងជាបងប្អូនមកកើតដែរថ្ងៃក្រោយអ្នកទាំងពីរត្រូវមានទំនាក់ទំនងនឹងគ្នាបានច្រើននាងបានឃើញឯងប្រកាសជាសប្បាយចិត្តនេះជាឱកាសល្អធ្វើឲ្យនាងខ្វះការប្រុងប្រយ័ត្ននៅចំពោះមនុស្សគ្រប់គ្នាមិនខ្វល់ពីសាច់ញាតិគាំទ្រយុត្តិធម៌ទូបង្គំមិនធ្លាប់ឃើញប្រនាងនគរណាមួយមានភាពក្លាហានដូចប្រនាងទេខ្ញុំគ្រាន់តែដើម្បីភាពទន់ខ្សោយខ្ញុំ10ឆ្នាំមុនលុបលាងកំហុសតែប៉ុណ្ណោះប៉ុន្តែខ្ញុំធ្វើខុសចំពោះព្រះអាយិកាកាលខ្ញុំនៅក្មេងទ្រង់ធ្វើល្អចំពោះខ្ញុំខ្លាំងណាស់និយាយចំពោះមហាក្សត្រយ៉ាងនេះទ្រង់ក៏មិនចាំបាច់លាក់បាំងអ្នកដទៃទៀតដែរចាត់ទុកថាត្រូវដោះលែងហើយមេតបមួយរយៈនេះហត់នឿយពេកហើយគួរតែយកភារកិច្ចប្រគល់ឲ្យទូបង្គំលោកម្ចាស់កុំផឹកស្រាច្រើនពេកអាកាសធាតុត្រជាក់ស្រាក្តៅមួយត្រជាក់មួយក្តៅសុខភាពលោកម្ចាស់ទទួលមិនបាន10ឆ្នាំហើយ10ឆ្នាំមុននេះខ្ញុំស៊ូទ្រាំលំបាកលាក់ខ្លួន10ឆ្នាំទីបំផុតទាមទារយុត្តិធម៌ឲ្យតកូលទីបានហើយលីងឡានតើនាងដឹងទេខ្ញុំធ្លាប់មិនសប្បាយចិត្តបែបនេះ10ឆ្នាំហើយនៅខាងក្រៅខ្យល់ខ្លាំងពួកយើងចូលទៅនិយាយគ្នាទៅខ្ញុំពិតជាមិនទេ10ឆ្នាំនេះទីបំផុតខ្ញុំអាចហៅជឿយានដោយបើកចំហបានហើយនៅរាជធានីជាមនុស្សស្រីរស់នៅតាមអ្វីដែលខ្លួនឯងចង់បានខ្ញុំនាំគេមកវិញដោយផ្ទាល់ដៃអ្នកនាងទីមកវិញហើយចុះលោកម្ចាស់វិញលោកម្ចាស់មានសុខភាពមិនល្អបើមិនថាសុខភាពឲ្យបានល្អគឺរស់មិនបានយូរទេប៉ុន្តែ10ឆ្នាំមុននេះលោកម្ចាស់ជួយអ្នកនាងទីសងសឹកតើធ្លាប់ទុកពេលឲ្យពេលវេលាខ្លួនឯងដកដង្ហើមបានស្រួលទេទោះជាខ្ញុំជាគៀងអស់ប្រេងហើយតើយ៉ាងម៉េចមួយជីវិតខ្ញុំនេះគឺរស់នៅដើម្បីជាយាន
ទីងជាយានតើទីនេះជាផ្ទះនាងឯង10 ឆ្នាំហើយទោះជាខ្ញុំរៀនដូចនាងប៉ុណ្ណាចុងក្រោយខ្ញុំនៅតែមិនអាចខ្លាចជានាងបានបើគ្រប់យ៉ាងនេះកំណត់ថាមិនមែនជារបស់ខ្ញុំហេតុអីឲ្យខ្ញុំមានអារម្មណ៍ភ័ន្តច្រឡំពួកយើងទៅផ្ទះវិញនាងមើលទៅនាងត្រូវទឹកព្រៀងហើយគួរតែត្រឡប់ទៅវិញហើយ អ្នកប្រចេញទៅខ្ញុំមិនមែនទីជាយានកុំចូលមក នាងធ្លាប់និយាយថាត្រូវការនាំខ្ញុំចុះទៅលើភ្នំពេលតែទៅមកដល់រាជធានីខ្ញុំប្រាប់នាងថារាជធានីមានគ្រោះថ្នាក់មិនអាចនៅយូរទេនាងថាគឺពួកយើងត្រូវតែរស់នៅទីនេះបន្តទៀតខ្ញុំចង់កំដរនៅក្បែរនេះជារៀងរហូតខ្ញុំធ្លាប់និយាយថាខ្ញុំនឹងយកជីវិតខ្ញុំបដូរឲ្យនាងមានសុភមង្គលថ្ងៃនេះខ្ញុំមិនទាន់ស្លាប់នាងក៏មិនទាន់បញ្ចប់ជីវិតនេះដែរខ្ញុំមិនចាក់ចេញពីនាងទេខ្ញុំមិនមែនទីជាយានទៀតទេខ្ញុំជាអ្នកសុំទានពេលនេះខ្ញុំបាត់បង់គ្រប់យ៉ាងហើយ នាងមិនមានខ្ញុំទៀតនាងមិនមែនជាអ្នកសំទានក៏មិនមែនជាទីជាយានដែរនាងជាមនុស្សដែលខ្ញុំចង់ការពារអស់មួយជីវិតនាងមើលទៅនាងឲ្យបន្តគឺខ្ញុំទុកជាប់ខ្លួនរហូតមកនាងធ្លាប់និយាយថានាងមានចិត្តស្មោះក្រមបន្តមួយនេះឲ្យខ្ញុំគឺខ្ញុំចង់ចាប់ទាំងអស់ខ្ញុំនិយាយក៏ហត់អ្នកប្រុស ពិតក៏ដោយខ្លាចក៏ដោយសំដីដែលនាងនិយាយគឺខ្ញុំជឿជាក់
អតីតស្ដេចធូបក៏អូបខ្ញុំម្ចាស់ទ្រង់ប្រហែលធូចហើយមែនហើយទ្រង់មានមហិច្ឆតាមកដល់ពេលនេះគឺខ្ជះខ្ជាយពេលណាស់ការគោរពនេះគឺអរព្រះគុណទ្រង់ប្រទានឋានៈខ្ពង់ខ្ពស់ដល់ខ្ញុំម្ចាស់ប៉ុន្តែទ្រង់ភ្លេចហើយត្រកូលស៊ុនជាត្រកូលរាប់រយឆ្នាំស៊ុនអ៊ីជីងមិនអន់ជាងអ្នកដទៃគ្រាន់តែទ្រង់មិនធ្លាប់ឃើញប៉ុណ្ណោះតើអ្នកនាងកំពុងគិតអីជាថ្ងៃទីប្រហែលហើយថ្ងៃស្អែកព្រះអង្គសន្យាពួកយើងថ្ងៃទី3ហើយអ្នកនាងរងចាំចម្លើយ10ឆ្នាំទីបំផុតមកហើយតើព្រះអង្គក៏ហក់ពួកយើងទេមិននេះក៏ជួងប្រហែលដង60ព្រះមហាក្សត្រយ៉ាងនេះទើបតែចម្រើនបច្ចុប្បន្ន60ឆ្នាំអ្នកនាងតើនាងទ្រង់សាច់ទីបង្គត់ហើយព្រះមហាក្សត្រយ៉ាងនេះរឿងអយុត្តិធម៌ត្រកូលទីដឹងការពិតហើយប៉ុន្តែព្រះអង្គនៅតែជាស្ដេចនគរជីងហានចុងយាន
អ្នកចាញ់គឺត្រកូលទីគឺទីសន្ធានគឺទីជឿយានព្រះអង្គឈ្នះហើយព្រះមេត្តាក៏ឈ្នះហើយទីសន្ធានគិតថាព្រះមេត្តាមួយជីវិតនេះចងចាំនៅក្នុងព្រះទ័យគឺអតីតស្ដេចគិតថាព្រះមេត្តាសម្រាប់ត្រកូលទីក៏ដើម្បីអតីតស្ដេចដែរវាមិនមែនទេព្រះមេត្តាដើម្បីព្រះអង្គបុត្រាតែមួយអង្គគត់របស់យើងព្រះមេត្តាដើម្បីព្រះអង្គដឹកនាំក្រៅមេឃធ្វើជាស្ដេចល្អដែលមនុស្សគ្រប់គ្នាគោរពសរសើររឿងដែលព្រះមេត្តាធ្វើនឹងទទួលខុសត្រូវដោយខ្លួនឯងមិនឲ្យព្រះអង្គពិបាកទេក្រៅមេឃនគរជីងត្បិតតែត្រកូលទាំងពីរកសាងឡើងមកប៉ុន្តែត្រកូលហានពួកយើងកំពុងគ្រប់គ្រងនិយាយចំពោះប្រជារាស្ត្រនគរជីងពួកយើងអត់មានកំហុសព្រះមេត្តាទៅមុនមួយជំហានហើយកុំមានទុក្ខសោកបុត្រចងចាំពាក្យបុត្រដល់ព្រះមេត្តាព្រះរាជបុត្រព្រំដែនភាពពីរយប់តើពេលនេះស្ថានភាពក្រុមចាស់តកូលទីយ៉ាងម៉េចទៅហើយបច្ចុប្បន្នកំពុងតែប្រមូលផ្ដុំគ្នាគ្រាន់តែប្រវត្តិឈិនអិនត្រូវបានបែកការហើយគឺមិនអាចប្រើបានទៀតទេប៉ុន្តែដំណឹងនេះក្នុងពេលខ្លីគឺមិនដឹងដល់ព្រំដែនទេពេលនេះពួកយើងឆ្លៀតឱកាសនេះប្រើក្រុមចាស់តកូលទីវាយយកក្រុងទាំងនោះត្រឡប់មកវិញនេះជាដំណឹងថ្មីមកពីភាគពីយប់ខាងក្នុងនេះក៏ត្រាក្រុងឈិនណានផែនការរៀបចំកងទ័ពហើយនឹងកងទ័ពផ្លាស់ប្ដូរវិញមើលទៅត្រង់គឺអាចគ្រប់គ្រងព្រះនាងអានីនបានហើយព្រះរាជបុត្រនៅខាងប៉ៃឈីងផ្ញើសម្បត្តិមកទៀតហើយបើពួកយើងដឹងពីដំណឹងមួយចំនួនភាគពីយប់ការពារមានរឿងកើតឡើងគួរតែឆាប់ឲ្យព្រះនាងអានីនមិនបាច់សម្រាប់ទេខ្ញុំចង់ដឹងថាមើលតាមស្ថានភាពពេលនេះនាងកាន់តែមានតម្លៃឲ្យនៅរស់ទោះយ៉ាងណាសិទ្ធិបញ្ជាកងទ័ពក្នុងដៃនាងម្យ៉ាងទៀតនាងការពារក្រុងឈីងណាស់ជាច្រើនឆ្នាំគឺមានអំណាចលោកអបរាជឲ្យខាងនោះកុំបារម្ភអីគ្រប់យ៉ាងស្ថិតក្នុងការគ្រប់គ្រងរបស់ខ្ញុំនឹងប្រើប្រាស់នាងដណ្ដើមក្រុងឈីងណានទ្រង់នៅរាជដំណាក់កាន់ទុក3ថ្ងៃហើយមិនសល់អ្វីទាំងអស់ក៏មិនបានសម្រាប់ដែរតើប្រកាយហត់ណាស់មែនទេកាន់ទុកថ្វាយព្រះអាយកាគឺជាទូនីតិខ្ញុំជារាជយានព្រះរាជយានមួយរយៈនេះទើបបង្គំរៀនចំអិនម្ហូបថ្មីពី3មុខមានបបរសណ្ដែកក្រហមឆាសាច់ទន្សាយព្រៃនិងចំហុយត្រីទឹកខ្មេះនិយាយទៅសណ្ដែកក្រហមនេះគឺឯនេះក្រៅពីការរៀនសូត្រអ្វីក៏ទូបង្គំក្រៃរាជយានត្រូវការមែនទេទូបង្គំមានទេពកោសល្យចំអិនម្ហូប
មុខម្ហូបក៏អីក៏រៀនចេះដែរបងស្រីអានលើចូលចិត្តម្ហូបជាងណានគឺរីកយាតតាទ្រង់បន្ទោបងស្រីអានលើលទ្ធផលនេះគឺកំណត់តាំងពី10 ឆ្នាំមុនទៅហើយមិនពាក់ព័ន្ធជាមួយនាងទេ